គេសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងបន្តមកធននិមិត្តយើងមួយទៀតដែលលោកគ្រូលើកយកមកពេលនេះគឺលក្ខណៈមុំនៅក្នុងរង្វង់អញ្ចឹងលោកគ្រូលើកយកមកពីចំណុចហើយយើងនឹងបន្តនៅចំណុចទី3ទី4ទៀតនៅវីដេអូក្រោយណាអូខេឥឡូវយើងមើលលក្ខណៈមុំនៅក្នុងរង្វង់អញ្ចឹងចំណុចទី1យើងនិយាយអំពីមុំចរិតក្នុងនិងមុំផ្ចិតណាចឹងទី1លោកគ្រូនិយាយមុំចរិតក្នុងនិងទី2យើងអាចនិយាយជាមុំផ្ចិតចឹងទៅមើលតើមុំបែបណាគេហៅថាមុំចរិតក្នុងណាអូខេនេះចំណុចទី2មុំចរិតក្នុងដែរប៉ុន្តែជាមុំស្កាត់ធ្នូតែមួយអញ្ចឹងយើងសិក្សាទី1មុំចរិតក្នុងទី2មុំផ្ចិតហើយទី3នេះគឺបាទមុំចរិតក្នុងហើយស្កាត់ធ្នូតែមួយណាចឹងមាន2ចំណុចហ្នឹងប៉ុន្តែយើងសិក្សា3ចំណុចគោលធំអូខេឥឡូវយើងមើលរូបយើងនេះអញ្ចឹងមួយណាគេហៅថាមុំចរិតក្នុងហើយមួយណាជាមុំផ្ចិតណាអញ្ចឹងនេះចំណុចទី1យើងនិយាយមុំចរិតក្នុងនិងមុំផ្ចិតណាយើងអាចអានថាយ៉ាងម៉េចបាននៅក្នុងនេះមុំចរិតក្នុងគឺជាមុំដែលមានកំពូលនៅលើរង្វង់ហើយចុងពីរទៀតក៏វានៅលើរង្វង់ដែរបង្កើតបានមុំមួយដូចជាមុំDAC គេហៅមុំចរិតក្នុងដែរហើយមុំ DAH ក៏ជាមុំចរិតក្នុងដែរនេះក៏ជាមុំដែរណានេះក៏ជាមុំចរិតក្នុងដែរបើសិនជាយើងបែរមកខាងនេះវាជាមុំចរិតក្នុងដែរនេះចឹងដែរបើសិនជាយើងបែរមកខាងនេះក៏ជាមុំចរិតក្នុងដែរណាទាំងអស់នេះគេហៅថាមុំចរិតក្នុងហើយមុំផ្ចិតនេះយើងអាចហៅនេះមុំផ្ចិតដែលវាហៅមុំផ្ចិតបានកន្លែងនេះណានេះកន្លែងនេះមកទាំងអស់ហ្នឹងហៅមុំផ្ចិតនេះគឺស្មើ180ដែរនឹងបើសិនជាយើងចង់ដឹងថាវាជាមុំផ្ចិតនេះគ្រាន់តែយើងស្គាល់ថាមុំណាជាមុំចរិតក្នុងហើយមុំណាជាមុំផ្ចិតណាអូខេនេះគេអាចមើលណាមុំ DAC នេះមុំ DAC យើងឃើញយើងហៅអញ្ចឹងយើងហៅយកកំពូលដាក់កណ្ដាលណា DAC យើងយកកំពូលដាក់កណ្ដាលកំពូលមុំណាយើងនិយាយថាមុំណាអញ្ចឹងមុំនៅតាណាកំពូលនៅហ្នឹងហើយនឹង DHC ណា DHC ហើយក៏យើងអាចហៅ ACH ដែរក៏យើងអាចហៅមុំហ្នឹងណា ACH ក៏ជាមុំចរិតក្នុងដែរហើយមួយទៀតក៏យើងអាចសេថា DAC ណាឬក៏ H ឬក៏ ADH ណាឬក៏មុំ ADH ក៏គេហៅថាមុំចរិតក្នុងដែរណាអូខេហ្នឹងយើងស្គាល់មុំហ្នឹងសិនបន្តមកទៀតយើងមើលចឹងហៅថាមុំចរិតក្នុងស្កាត់ធ្នូតែមួយនេះកាត់ធ្នូតែមួយដែរអញ្ចឹងអាក្រហមក៏កាត់ធ្នូតែមួយដែរយើងមើលទាំងអស់គ្នាយកមើលរឿងកន្លែងស្កាត់អត់ឃើញនេះអាកន្លែងលោកគ្រូក្រហមនេះស្កាត់ធ្នូអាហាតែមួយហើយ ADH នេះស្កាត់ធ្នូអាហាដែរនេះគេហៅធ្នូណានេះគេហៅធ្នូនេះអាកោងនេះណាអាកោងនេះគេហៅធ្នូអាកោងអាមុំខាងនេះវាទល់ជាមួយធ្នូនេះអញ្ចឹងធ្នូអាហាណាធ្នូខុសពីកត់ធ្នូគឺជាបន្តដោយត្រង់ណាអូខេអញ្ចឹងយើងបានស្គាល់យើងបន្តទៅមើលមួយទៀតឥឡូវរូបទី2រូបទី2នេះយើងចង់បង្ហាញថាមុំចរិតក្នុងនិងមុំផ្ចិតដូចគ្នាណាមុំចរិតក្នុងគឺណានេះ DAC ណា DAC នេះមុំចរិតក្នុងនេះមុំនេះណាមុំចរិតក្នុងហើយមុំផ្ចិតគឺ DOC ណា DOC នេះមុំទាំងអស់នេះមុំផ្ចិតនេះខាងមុំផ្ចិតណាអញ្ចឹងមុំ DAC ស្កាត់ធ្នូ DC ហើយមុំផ្ចិតហ្នឹងគឺកាត់ធ្នូ DC ដែរណាកាត់ធ្នូតែមួយហ្នឹងណាអូខេឥឡូវយើងស្គាល់អាហ្នឹងហើយយើងទៅធ្វើលំហាត់គំរូទូចមួយណាអញ្ចឹងយើងឃើញនេះគេបង្ហាញយើងណាមុំ OAD ណា OAD ហៅមុំចរិតក្នុងហើយហេតុអីបានគេហៅ O នេះមុំចរិតក្នុងដែរដោយសារនេះOC នេះវានៅលើបន្តតែមួយទេអញ្ចឹងក៏ពិតវានៅឯនេះទេនេះ DAC ប៉ុន្តែយើងអាចយកត្រឹម O ក៏បានដែរយើងអាចសេថាមុំ D ណាAC ណានេះមុំ DAC នេះក៏ជាមុំចរិតក្នុងដែរណាបន្តមកទៀតបាទហើយមុំ DOC ណា DOC គឺមុំផ្ចិតមុំផ្ចិតជាទូទៅអានេះក៏ជាមុំផ្ចិតដែរនេះខាងនេះណាខំក៏ជាមុំផ្ចិតដែរប៉ុន្តែមុំផ្ចិតនៅខាងក្រៅនិងមុំផ្ចិតខាងក្នុងនេះវាខុសគ្នាក្នុងករណីដែលយើងអនុវត្តប្រើទ្រឹស្ដីរូបមន្តណានេះក៏ជាហៅមុំផ្ចិតដែរណាគឺកើតឡើងឲ្យកម្ម2ណាមុំផ្ចិតណាក៏ហៅមុំផ្ចិតដែរអូខេអញ្ចឹងបន្តមកទៀតអញ្ចឹងឥឡូវលំហាត់មួយណា
อันนี้เอาสมกอลเลยสมกอลទី1គឺមុំផ្ចិតណាមុំផ្ចិតមានរង្វាស់ស្មើនឹង2ដងណារង្វាស់ស្មើនឹងសំទោសមុំផ្ចិតមានរង្វាស់ស្មើនឹងធ្នូស្កាត់បែបណានឹងសម្គាល់ណាមុំផ្ចិតស្មើនឹងធ្នូស្កាត់ឡើយយើងមើលនេះជាទូទៅមុំផ្ចិតនេះមុំនេះអបមកថាអានេះស្មើនឹង8ណាអញ្ចឹងអាធ្នូនេះក៏ស្មើនឹង8ដែរណាកន្លែងហ្នឹងណាចង់និយាយចឹងធ្នូស្កាត់នេះបើ80ដឺក្រេដូចគ្នាហ្នឹងមួយឧទាហរណ៍ថាបើសិនជាស្មើនឹង8អាធ្នូស្កាត់នេះអាធ្នូ DC នេះក៏8ដែរអញ្ចឹងបានតែធ្នូរួមទេណាស្កាត់ធ្នូតែមួយទេណាមានតែថាមុំផ្ចិតនេះហើយនឹងមុំចរិតក្នុងនេះណាប៉ុន្តែក្នុងលក្ខខណ្ឌនេះយើងអត់ពាក់ព័ន្ធនឹងមុំផ្ចិតនិងមុំចរិតក្នុងទេយើងគ្រាន់តែឃើញថាឲ្យបើសិនយើងស្គាល់មុំផ្ចិតគេសួររកធ្នូស្កាត់យើងអាចទាញបាន80ដឺក្រេដូចគ្នាហ្នឹងខ្ញុំឧទាហរណ៍ណាខ្ញុំឧទាហរណ៍ហើយមួយទៀតយើងសម្គាល់បែបហ្នឹងហើយសម្គាល់ទី2គេថាមុំផ្ចិតមានរង្វាស់ស្មើនឹង2ដងមុំចរិតក្នុងណានេះមុំផ្ចិតស្មើនឹង2ដងមុំចរិតក្នុងស្កាត់ធ្នូតែមួយណាអានេះយើងត្រូវថែមទៀតស្កាត់បាទធ្នូណាស្កាត់ធ្នូតែមួយទេបាទបើសិនជាអត់ស្កាត់ធ្នូតែមួយគឺយើងអត់អនុវត្តបាននៅក្នុងទ្រឹស្ដីនឹងទេណាអត់អនុវត្តក្នុងទ្រឹស្ដីនឹងទេស្កាត់ធ្នូតែមួយអូខេហើយចំណុចទី3គេដាក់ថាមុំចរិតក្នុងមានរង្វាស់ស្មើនឹងធ្នូស្កាត់ចែកជា2ណាអញ្ចឹងបើសិនជាយើងស្គាល់មុំចរិតក្នុងយើងអាចទាញរកធ្នូស្កាត់ដែរតែយកធ្នូស្កាត់មកគុណយកមុំចរិតក្នុងគុណ2ក៏បានធ្នូស្កាត់ដែរឬក៏យើងរកមុំផ្ចិតស្មើនឹង2ដងមុំចរិតក្នុងណាកន្លែងហ្នឹងណាអញ្ចឹងដូចតែគ្នាទេពីហ្នឹងមុំផ្ចិតគឺគុណនឹង2ទៅចែកនឹង2គឺស្មើនឹងមុំចរិតក្នុងហើយមុំចរិតក្នុងគឺមុំផ្ចិតចែកជា2ដែរដូចធ្នូអញ្ចឹងណាយើងនឹងទៅមើលលំហាត់ឲ្យសង្ឃឹមថាបងប្អូនយល់កន្លែងនេះបើស្ដាប់មិនយល់បងប្អូនអាចបកមកស្ដាប់ឡើងវិញអញ្ចឹងយើងដាក់ថាមុំចរិតក្នុងមានរង្វាស់ស្មើធ្នូស្កាត់ណាអាធ្នូស្កាត់បែបណាអាធ្នូស្កាត់ឡើងនេះដែលលោកគ្រូបានបង្ហាញមិញណានេះអបមកថាគេចង់រក x នេះណាចង់រក x អញ្ចឹងតើ x ស្មើប៉ុន្មានដឺក្រេបើសិនយើងស្គាល់អានេះ8អញ្ចឹងយើងយកធ្នូស្កាត់នេះចែកជា2មកឃើញបានអានេះណាយក8ចែក2ឃើញ x ដែរតែចុងក្រោយបើសិនយើងអត់ស្គាល់អាហ្នឹងយើងស្គាល់ a ណាយើងស្គាល់មុំ a នេះហើយយើងក៏ចង់រក x វិញអញ្ចឹងអមមកថា x ស្មើនឹង DC អញ្ចឹងរក x គឺស្មើនឹង2ដងមុំ a ហ្នឹងមកណាដូចគ្នាអូខេហ្នឹងអញ្ចឹងនឹងសម្គាល់បែបហ្នឹងណាសង្ឃឹមថាបងប្អូនតន់ហើយយើងបន្តទៀតមើលលំហាត់តូចមួយបាទលំហាត់ចូលគណនាធ្នូណាធ្នូ EC CD និង DE គេឲ្យរូបណាគេឲ្យរូបនេះរូបគេអញ្ចឹងគេសួររកធ្នូនេះណាឥឡូវគេធ្នូ EC ស្មើប៉ុន្មានណា EC នេះអញ្ចឹងធ្នូ EC គឺធ្នូនេះណាធ្នូណាមិនកត់ធ្នូCE អាត្រង់នេះណាចឹងសួរធ្នូស្មើប៉ុន្មានអញ្ចឹងយើងបាននិយាយទ្រឹស្ដីមិញនេះមុំចរិតក្នុងមានរង្វាស់ស្មើនឹងធ្នូស្កាត់ចែកជា2នេះមុំនេះមុំចរិតក្នុងណា80នេះមុំចរិតក្នុងមានរង្វាស់ស្មើធ្នូស្កាត់ចែកជា2អញ្ចឹងដល់យើងចង់រកធ្នូស្កាត់គឺយកមុំនឹងមកគុណ2វិញណាឥឡូវយើងមើលគេស្រាវយ៉ាងម៉េចចម្លើយអូខេធ្នូអានេះធ្នូ EC ណាធ្នូ EC ទេកន្លែងនេះមាន A ទេនេះធ្នូ EC ណាបដូរនឹងតិចធ្នូ EC អញ្ចឹងយើងឃើញស្មើនឹង2ដងមុំ EDC ណានេះ EDC ណា2ដងមុំនេះអញ្ចឹងយើងគុណ2ទៅឃើញ160ធ្នូនឹង1អញ្ចឹងអក្សរនេះមិនមែនអក្សរ U ទេធ្នូក៏ពិតលោកគ្រូរួមមិនឃើញធ្នូគឺសេតន្តិចទេសេផ្អៀងអញ្ចឹងតន្តិចនេះធ្នូណាបាទអញ្ចឹងយើងរកអត់ឃើញអញ្ចឹងលោកគ្រូដាក់តំណាងឲ្យអញ្ចឹងទៅនៅក្នុងសភៅខ្លះគេសេពាក់4នៅវាអញ្ចឹងណាអញ្ចឹងក៏ធ្នូដែរណាអញ្ចឹងអក្សរ U ពីមុខហ្នឹងក៏ធ្នូដែរណាអញ្ចឹងធ្នូគឺស្មើនឹង2ដងមុំចរិតក្នុងអញ្ចឹងយកគុណ2ទៅឃើញមុំចរិតក្នុងប៉ុណ្ណឹងណាអូខេកន្លែងទី2ធ្នូ CD ណាធ្នូ CD បាទយើងអាចសរសេរអញ្ចឹងក៏ធ្នូដែរណានិយាយសាដើម
chẳng vừa con pi được kia nè chẳng chẳng khơi 80 để xa ấy mồm thnu nó bị scat nè thnu nè mồm chặt nòng nè C ở D nè C ở D cứ sai dầm nè mồm nè bây giờ mồm C ở D chắc thnu C D này nè thnu nè chẳng cứ smart 80bắt tọt máu thnu ở D cái thnu con này nè con này về bẹp pòn mồm này chồng mồm 60chẳng con pi mà rồi pay nè ok chẳng dừng khơi nha dừng khơi đừng o nè chẳng sẽ không tập bốn chốt hay mờ bên to nè mờ bên to tàu TP điện nè chẳng TP đôi rút cái ao dừng cái này A nâng bí này chỉ làm hạt TP nè chẳng rút cái ao anh chứ này rút cái ao dừng cái này mồm A mồm nắng tại sao mà man thì mồm B mà man năng ấy vậy bây giờ dừng vô mồm chặt nòng cắt thnu tại muối dừng vậy nè mồm cắt mồm chặt nòng cắt thnu tại muối kia chỉ mồm bẩn nè chẳng dừng mở mồm E dừng cái sẽ mồm E smart là mồm C để ở smart 3 pi nè mồm E nè smart là mồm C để ở smart mồm này nè smart mồm này mồm E smart mồm nằng hai đôi bàn smart của mồm E về cắt thnu CD hay mồm CD có cắt thnu CD nè chẳng chừng khi thằng mồm nó cắt thnu tại muối cứ chỉ mồm bẩn nè chẳng từ đấy nè mồm là cắt thnu tại muối cứ chỉ mồm bẩn nè mối tiền mồm bì chẳng khi nhớ mồm bì cắt thnu nè mồm bì cắt thnu tôi nè hay chúng ta rùa mồm ná để cắt thnu đằng đại chẳng mồm D ở F nè D ở ai nè mồm nè cắt thnu đằng đại nè D ở S mà đập degree nè còn cái dạng đập chẳng mồm bi cái đập đây nè chẳng mồm bi mà đập vào mồm cắt thnu đi ai tại mùi nên chẳng giờ mới có cho bạn nấu mình to một tiền đôi ruột đấy cái ở những cái này chẳng lồng hành đấy là ruột ở cùng ruột bấy nè cái này lâu dừng mới ruột cái ở ruột tại mà man nè lâu dừng x cứ chỉ mồm chặt nòng chẳng C để ở mồm chặt nòng hay Oនេះគឺជាមុំផ្ចិតនេះមុំផ្ចិតប៉ុន្តែគេឲ្យអីទាំងអស់ប៉ុន្តែគេឲ្យធ្នូស្មើ76 degree គេឲ្យធ្នូនេះ76ធ្នូហ្នឹងធ្នូនេះយើងបាននិយាយមិញហើយធ្នូស្កាត់នេះស្មើនឹងមុំផ្ចិតស្មើនឹងមុំនេះចឹងបើធ្នូ76មុំនឹងក៏76ដែរស្មើគ្នាណាអ្នកទាំងអស់គ្នាទៅចាំហ្នឹង76ដូចគ្នាអញ្ចឹងយើពាក់ទិសដៅយើងមិញដែលថាមុំចរិតក្នុងស្មើនឹងធ្នូស្កាត់ចែកជា2ណាយើងចាំបានមិញមុំចរិតក្នុងស្មើធ្នូស្កាត់ជា2ឬក៏មុំផ្ចិតស្មើធ្នូស្កាត់គុណនឹង2នេះមុំផ្ចិតនេះចង់រក x ណាក៏ស្មើនឹងមុំផ្ចិតបាទចែកជា2ឃើញមុំផ្ចិតចែកជា2ឃើញ x អញ្ចឹងដើម្បីរកមុំផ្ចិតវិញគឺយក x គុណ2ហើយអញ្ចឹងដូចគ្នាបើសិនជាយើងស្គាល់ធ្នូស្កាត់គឺស្មើនឹងធ្នូស្កាត់ចែកជា2ណាដែលនឹងទិសដៅយើងព្រោះអា2នេះវាស្មើគ្នាអញ្ចឹងយកមួយណាមកប្រើក៏បានដែរអញ្ចឹងយើងមើលគេស្រ័យយើងដាក់ថា x ស្មើនឹងធ្នូ CD លើ2នេះធ្នូណាអ្នកទាំងអស់គ្នានេះខ្ញុំតំណាងឲ្យធ្នូអញ្ចឹងបើសិនយើងអត់សេអញ្ចឹងយើងសេអញ្ចឹងខ្ញុំរកអាសញ្ញានឹងវាអត់ឃើញណាខ្ញុំរកអាសញ្ញាពាក់មួកនឹងវាអត់ឃើញអញ្ចឹងខ្ញុំសេអសយតំណាងឲ្យបញ្ជូលបងប្អូនតាមក្រោយណាអូខេឥឡូវយើងឃើញថាស្មើនឹងធ្នូ CD លើ2នោះយើងអាចសរសេរថា76/2ស្មើ38ហ្នឹងហើយគឺជាមុំ x បាទហើយសង្ឃឹមបងប្អូនយល់ហើយយើងនឹងបន្តណាយើងបន្តជួបគ្នានៅវីដេអូបន្តទៀតនៅពេលក្រោយ